មន្ត្រីជំនាញបានរកឃើញថ្នាំសំណល់នៅលើបន្លែផ្លែឈើនាំចូលមកពីវៀតណាមនិយាយទៅវៀតណាមនេះគឺវាអត់ចោលទេជាមួយនឹងអាគីមីនេះគឺវាលេខ1ហើយអញ្ចឹងខ្ញុំគាំទ្រមន្ត្រីជំនាញពាក់ព័ន្ធគឺឆែកពិនិត្យឲ្យបានច្បាស់លាស់ឲ្យបានរាល់ថ្ងៃមុននឹងអីវ៉ាន់នាំចូលមកពីវៀតណាមឬក៏ប្រទេសណាផ្សេងនិយាយទៅគឺខ្ញុំគាំទ្រមែនទែនបើសិនជាយើងជាម្ចាស់ប្រទេសនេះអត់ព្រមអត់អនុញ្ញាតអញ្ចឹងពួកវាក៏អត់ហ៊ាននាំចូលដែរហើយគឺខ្ញុំគាំទ្រមួយទៀតគឺខ្ញុំគាំទ្រខ្លាំងទ្រឲ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យជាតិគីមីនិងតម្លៃនៅលើទីផ្សារឲ្យបានគ្រប់ផ្សារទាំងអស់គឺខ្ញុំគាំទ្រខ្លាំងមែនទែនបើអញ្ចឹងគីមីនៅក្នុងប្រទេសរបស់យើងក៏កាត់បន្ថយហើយបើសិនជាកាត់បន្ថយការនាំចូលពីប្រទេសជិតខាងទាំងលិចទាំងកើតនឹងបងប្អូនអរគ្នាបងប្អូនខ្មែររបស់យើងក៏មានតម្រូវការបន្លែផ្លែឈើកាន់តែច្រើនអញ្ចឹងបងប្អូនខ្មែររបស់យើងក៏ងាកទៅធ្វើកសិកម្មច្រើនដែរអញ្ចឹងគឺយើងចរាចរសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងហ្មងហើយលុយមូលហ្មងបងប្អូនអរគ្នានេះជាការគិតផ្ទាល់ខ្លួនរបស់ខ្ញុំទេតែបងប្អូនគិតដូចខ្ញុំអត់អញ្ចឹងគឺខ្ញុំសូមទៅដល់បងមន្ត្រីជំនាញធ្វើរឿងនេះឲ្យបានជារៀងរហូតឲ្យបានរាល់ថ្ងៃតែម្ដងគឺខ្ញុំអរគុណខ្លាំងសម្រាប់បងដែលបានធ្វើរឿងនេះឡើង